để saoតែមានការលើកឡើងបន្តទៀតហើយគាត់លើកឡើងថាបកគោដែលបានឃើញសុទ្ធតែជាបកគោថ្មីអញ្ចឹងគាត់សួរថាបកគោចាំងបកគោដែលបោះចាំងវាទៅណាហើយតើបកគោថ្មីនេះត្រឹមត្រូវដែរទេព្រោះគាត់ឃើញតែបកគោខ្លះគឺមានការលាបពណ៌ថ្មីបាទអញ្ចឹងសូមគោរពវិជ្ជាដើមបរះអាចបកស្រាយចំណុចនេះជូនបានបាទពាក់ព័ន្ធជាមួយនឹងសំណួរថាតើបកគោមានបកគោថ្មីបងប្អូនយើងបានឃើញបកគោថ្មីបានឃើញបកគោថ្មីបកគោថ្មីនេះជាបកគោរបៀបម៉េចខ្ញុំគិតថាប្រហែលជាបកគោដូចតែបើលោកចំណានបានលើកមុនហ្នឹងថាបកគោដែលឃើញលាបថ្នាំបាទលាបថ្នាំហើយក៏ខ្ញុំអាចបញ្ជាក់ជូនថាតាមសារព័ត៌មានតាមប្រព័ន្ធបណ្ដាញសង្គមកន្លងមកខ្ញុំឃើញមានបង្ហោះច្រើនហើយក៏ចោទជាសំណួរដូចគ្នាហើយខ្ញុំឃើញក៏ដាក់លេខមានបកគោ52មានបកគោ53 54 55អញ្ចឹងទៅអញ្ចឹងមានន័យថាវាភ្ជាប់ជាមួយនឹងកំណត់52 59មិញខ្ញុំសូមរំលឹកបន្តិចថាចាប់ពីឆ្នាំ2006មកក្រមវាស់វែងចម្រុះព្រំដែនភាគីទាំងពីរកម្ពុជាថៃបានចាប់ផ្ដើមចុះរុករកបកគោព្រំដែនចំនួនប្រាំងទាំង74ក្នុងនោះយើងបានឯកភាពនេះជាង40បកគោរួចហើយដែលជាង40បកគោក្នុងចំណោមបកគោដែលយើងឯកភាពនេះគឺមានបង្គោលព្រំដែនចំនួន24ដែលយើងបានដែលយើងមានន័យថាយើង identify យើងកំណត់វាយ៉ាងច្បាស់លេថាគឺជាបង្គោលព្រំដែនចំនួនតារាងហើយវានៅសល់រូបរាងគ្រាន់តែវាមានបាក់បែកវារិចរិលអីតិចតួចទេអញ្ចឹងបកគោល24ហ្នឹងគឺក្នុងឆ្នាំ2022ក៏យើងចាប់ផ្ដើមឯកភាពគ្នាជាគោលការណ៍ដើម្បីចុះទៅត្រួតពិនិត្យហើយនឹងជួសជុលហើយពេលនោះឯងជាគោលការណ៍បានហើយក៏យើងចាប់ផ្ដើមចុះជួសជុលខ្ញុំសូមបង្ហាញរូបជាបង្គោលលេខ52ខាងឆ្វេងនេះគឺជាបកគោលដែលយើងឯកភាពគ្នាតាំងពីឆ្នាំ2008បាទ2008ប៉ុន្តែពេលហ្នឹងគឺឯកភាពតែទីតាំងយើងអត់មានធ្វើអីទេដឹងតែបកគោលហ្នឹងហើយយើងវាស់វែង GPS 2 freight កង់វាស់វែងយកនិយមការទុកធ្វើឯកសារអស់ហើយប៉ុន្តែយើងអត់ទាន់បានប៉ះពាល់បកគោលហ្នឹងទេទុកវានៅដែរអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំក៏វាមានស្ថានភាពវារិចរិលវាប្រឡាក់វាប្រឡូកអីអញ្ចឹងទៅអញ្ចឹងនៅឆ្នាំ2022យើងចាប់ផ្ដើមធ្វើការជួសជុលហើយធ្វើការជួសជុលក៏មានការលាបថ្នាំទេបាទនេះបកគោល52ដូចគ្នាដែរ53 54ប៉ុន្តែខ្ញុំយកតែ2បកគោលទេដោយសារឃើញ2បកគោលរៀងមានប្រជាប្រិយនៅតាមប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងដូចគ្នាឃើញបងប្អូនឃើញថានេះជាបកគោលដែលវាចាស់សូម្បីតែក្បាលឃើញបែកក្បាលបកគោលទៀតបាទអញ្ចឹងវាអត់ទេអញ្ចឹងយើងបានជួសជុលយើងលាបថ្នាំយើងគូសសរសៃហើយតម្រង់គឺតម្រង់បង្គោលដើមទាំងអស់តាមចំនួនបារាំងដែលបានបោះនៅក្នុងអំឡុងឆ្នាំ1919និង1920អញ្ចឹងសូមបញ្ជាក់ថាបង្គោលទាំងអស់នេះមិនមែនជាបង្គោលថ្មីទេហើយមែនតើទៅមិនថាក្រមបច្ចេកទេសឬក៏ JBC យើងមិនទាន់បានឯកភាពគ្នាបោះបង្គោលថ្មីនៅឡើយទេអញ្ចឹងសូមបងប្អូនកុំយល់ច្រឡំថាវាជាបង្គោលថ្មីបើឃើញមានលាបពណ៌បែបនេះឃើញស្អាតបែបនេះគឺជាបង្គោលដែលយើងបានឯកភាពគ្នាហើយមិនមែនមានតែ52 59ទេគឺមានចំនួន24បង្គោលក្នុងចំណោមជាង40បង្គោលដែលយើងបានឯកភាពគ្នាហើយយើងបានធ្វើការងារនេះហើយតាំងពីឆ្នាំ2022អញ្ចឹងអ្វីដែលបងប្អូនលើកឡើងគឺខ្ញុំទាញសន្និដ្ឋានគឺនៅក្នុងកំណាត់52 59នឹងហើយក៏ទាញសន្និដ្ឋានគឺជាប្រភេទបង្គោល24ដែលយើងបានជួសជុលនឹងរួចដែរបាទអញ្ចឹងមិនមែនជាបង្គោលថ្មីទេ